ឲ្យតម្លៃទៅលើប្រាក់ចំណេញជាងក្តីមេត្តាខ្ញុំជ្រើសរើសឲ្យតម្លៃទៅដល់កាតព្វកិច្ចក្រុមហ៊ុនដែលមានចំពោះអតិថិជនដ៏ស្មោះត្រង់កន្លែងហ្នឹងយើជាចង់មានអត្ថន័យទៅតាមពាក្យស្លោកប្រចាំរបស់ក្រុមហ៊ុនមួយនេះដោយក្រុមហ៊ុនហេតុហ្នឹងគឺមានពាក្យស្លោកថាពួកយើងលក់ជាមួយនឹងភាពស្មោះត្រង់អញ្ចឹងហើយយើជាក៏ត្រូវរៀនធ្វើតាមពាក្យស្លោកទាំងអស់នោះហើយជាចុងក្រោយយើជាក៏បាននិយាយថាឆាប់នេះអ្នកទាំងអស់គ្នានឹងបានដឹងថាអ្វីដែលខ្ញុំធ្វើគឺជារឿងត្រឹមត្រូវហើយយើជាណាក៏មិនបានតវ៉ាសុំបន្តការងារអីនៅទីនេះទៀតដែរនាងក៏បានដើរចេញដោយគ្មានភាពស្ទាក់ស្ទើរអ្វីទាំងអស់បើចំណែកឯក្រុមការងារជាមួយនឹងយើជីនវិញពួកគេឡើងមិនអស់ចិត្តទេប៉ុន្តែពួកគេក៏ធ្វើអ្វីមិនកើនម្ល៉េះហើយក៏បានត្រឹមតែឈរជូនដំណើរយើជីនតែប៉ុណ្ណោះលុះពេលដែលយើជីននាងចាក់ចេញពីក្រុមហ៊ុននាងក៏បានឆ្លៀតចេញមកជួបនឹងគ្រូពេទ្យណាមួយនាងក៏អត់ថ្នាំញ៉ាំផងនោះហើយយើជីនមានបញ្ហាប៉ុណ្ណឹងទៅហើយតែនាងក៏បែរជាប្រាប់ពេទ្យថានាងមិនបានកើតអីទេនាងគឺគ្រាន់តែចង់ញ៉ាំថ្នាំតែប៉ុណ្ណោះហើយរឿងក៏បានកាត់មកពេលដែលយាជីណាបានត្រឡប់មកដល់ផ្ទះវិញពេលដែលនាងមកដល់ផ្លែតម្យងវ៉ាហ្នឹងក៏បានមកដល់ទីនេះដែរហើយម្យងវ៉ាហ្នឹងក៏ចង់និយាយគ្នាជាមួយនឹងយាជីនៅក្នុងផ្ទះបន្តិចដល់ពេលដែលម្យងវ៉ាហ្នឹងបានចូលមកដល់ក្នុងផ្ទះរបស់កូនហើយគាត់ហ្នឹងក៏នៅអង្កេតមើលគ្រប់បែបគ្រប់សពមានអីយាជីណាក៏បានថាឲ្យអ្នកស្រីប៉ាកែសំដែងណារៀបរឹកពៀចេញមកធ្វើដូចជាម៉ាក់របស់ខ្ញុំអញ្ចឹងអ្នកស្រីបែបជារំភើបចិត្តហើយដែលបានឮសូរថាខ្ញុំត្រូវបានក្រុមហ៊ុនបណ្ដេញចេញឯម្យងវ៉ាក៏បែរជានិយាយវិញថាយើងមិនចង់ឲ្យឯងលក់ផលិតផល cosmetic ម្ដងទៀតឡើយយើងមកទីនេះគឺដើម្បីតែប្រាប់ឯងអញ្ចឹងឯយាជីណាក៏បានសួរអ្នកស្រីមកពីណាពីណីដោយសារតែអញ្ចឹងឯងម្យងវ៉ាក៏និយាយថាយើងបានប្រាប់ឯងហើយឲ្យឯងឈប់ប៉ុន្តែអត់ទេឯងបានបោះបង់តួនាទីរបស់ខ្លួនឯងនិយាយបានប៉ុណ្ណឹងយាជីនក៏បាននិយាយកាត់បោះបង់ហ៎បោះបង់ហ្នឹងគឺជាអ្វីដែលអ្នកស្រីបានធ្វើមកដាក់ខ្ញុំពេលដែលខ្ញុំត្រូវការអ្នកស្រីខ្ញុំគឺត្រូវបានគេបោះបង់ចោលយើជានាងនិយាយចាក់ចំចំណុចហ៎ម្យងវ៉ាហ្នឹង